បាទគឺផ្នែកសំណេរអត្ថបទឃោសនាអញ្ចឹងផ្នែកសំណេរអត្ថបទឃោសនាក្នុងវីដេអូមេរៀននេះគឺការឃោសនាលក់ផ្លែក្រូចពោធិ៍សាត់ខេត្តបាត់ដំបងបាទជាងការចំណងជើងការឃោសនាលក់ផ្លែក្រូចពោធិ៍សាត់ខេត្តបាត់ដំបងបាទជាងចាប់ដើមទាត់ផ្លែក្រូចពោធិ៍សាត់ជាផ្លែឈើមួយប្រភេទគឺជាផ្លែឈើមួយដែលមានរសជាតិឆ្ងាញ់ផ្អែមល្មមជូរបន្តិចនិងសម្បូរទៅដោយវីតាមីន C ឬយើងហៅតាមអង់គ្លេសថាវីតាមីន C ដែលល្អសម្រាប់សុខភាពឥឡូវនេះផ្លែក្រូចពោធិ៍សាត់ស្រស់មានលក់នៅខេត្តបាត់ដំបងដោយនាំមកជូននៅដែលនាំមកជូនអតិថិជននៅផលិតផលដែលមានគុណភាពល្អស្រស់ថ្មីនិងតម្លៃសមរម្យសូមអញ្ជើញអតិថិជនទាំងអស់មកទិញនិងភ្លក្សរសជាតិផ្លែក្រូចពោធិ៍សាត់ដែលមានសាច់ច្រើនទឹកច្រើនក្លិនក្រអូបនិងឆ្ងាញ់ពិសាយើងមានលក់ទាំងរាយទាំងដុំបាទមានលក់រាយទាំងរាយនិងដុំស័ក្តិសមសម្រាប់ទទួលទានក្នុងគ្រួសារធ្វើជាអំណោយឬយកទៅលក់បន្តយើងយកចិត្តទុកដាក់ក្នុងការជ្រើសរើសផ្លែដែលមានគុណភាពល្អដើម្បីធានាថាអតិថិជនទទួលបានផលិតផលដ៏ល្អបំផុតសូមកុំខកខានឱកាសទទួលបានផ្លែក្រូចពោធិ៍សាត់ស្រស់មានគុណភាពនិងរសជាតិឆ្ងាញ់សូមអរគុណចំពោះការគាំទ្រផលិតផលកសិករខ្មែរនិងសូមស្វាគមន៍អតិថិជនគ្រប់រូបជានិច្ចលោកអ្នកអាចរកជាវបានតាមរយៈលេខទូរស័ព្ទបាទចឹងអាកន្លែងលេខទូរស័ព្ទហ្នឹងគឺអ្នកលក់គឺគេដាក់លេខទូរស័ព្ទខ្លួនឯងចូលកន្លែងហ្នឹងណាដើម្បីអីដើម្បីឲ្យអតិថិជនអ្នកទិញហ្នឹងគឺអាចតាក់ទងតាមលេខទូរស័ព្ទហ្នឹងណាបាទចឹងវីដេអូឃោសនាលក់ផ្លែក្រូចពោធិ៍សាត់នៅបាត់ដំបងនេះក៏ដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាវីដេអូមេរៀននេះហើយបើមានចំណុចខ្វះខាតឬយ៉ាងណាសូមខន្តីអភ័យទោសបាទសូមអរគុណ